រៀនទី5ពាក្យជួនបំណិនចូលសូត្រមេសូត្រខាងក្រោមរួចសង្កេតមើលពាក្យដែលមានពណ៌ខៀវសម្ភារៈសិក្សាបទកកតិប្រដាប់ប្រដាសម្រាប់សិក្សាមានច្រើនអណ័យក្តាប់បិសៀវភៅការតាមល្អប្លែកបន្ទាត់ជាប់ដៃប្រគូសរសេរជាន់លោកខ្មៅដៃទុកប្រើរាល់ថ្ងៃសប្បាយម្ល៉េះទេខិតខំរៀនសូត្រមិនចំឡងគេគុំនៅទំនេរទើបមានប្រយោជន៍មេសូត្រខាងលើនេះមានពាក្យជួនគ្នាវគ្គទី1ប្រដាជួននឹងសិក្សាអណ័យជួននឹងផ្លែកជួននឹងដែកវគ្គទី2ដែកជួននឹងផ្លាក់ងាយសរសេរជួននឹងទេជួននឹងគេជួននឹងទំនេរពាក្យជួនគឺជាពាក្យដែលមានសូរស្រៈដូចគ្នាឬមានសូរប្រកបនឹងជញ្ជាក់ដូចគ្នានៅក្នុងវគ្គរបស់មេសូត្រកំណាព្យលំហាត់ចូលសូត្រមេសូត្រខាងក្រោមរួចស្រង់ពាក្យជួនឲ្យបានត្រឹមត្រូវប្រដាប់ប្រដាយកមកសិក្សាប្រើប្រាស់ក្នុងថ្នាក់បន្ទាត់ជាប់លំខ្មៅដៃគូឆ្លាក់គូវាបណ្ដាក់សរសេរអក្សរសំពាធក្តារឈ្នួនយើងប្រើថែធួនសំចៃបានល្អកូនខំរៀនសូត្រពុកម៉ែត្រេកអរកូនបើបបគួរឲ្យស្រឡាញ់